មួយទៀតអំពីការងារទុតិយតាការងារទុតិយតានេះកន្លងមកយើងឃើញថាមានការបិទផ្សាយ30ថ្ងៃមានអគ្គលេខាប្រធានមន្ត្រីមានហត្ថលេខាអភិបាលរាជធានីខេត្តខ្ញុំថាអាទុតិយតានេះអាសន្លឹកប័ណ្ណនេះគ្មានអីសំខាន់ទេសៀវភៅគោលបញ្ជីគឺជាឯកសារគោលបាទអញ្ចឹងបើសៀវភៅគោលបញ្ជីជាឯកសារគោលហើយរឿងអីក៏យើងត្រូវវែងឆ្ងាយទៅអីអញ្ចឹងខ្ញុំថាការបិទប្រកាសលើកទី1 30ថ្ងៃនេះសូមឲ្យដូរមកត្រឹមតែ15ថ្ងៃហើយប្រកាសលើកទី2 15ថ្ងៃសូមដូរមកតែ7ថ្ងៃបានណាហើយប្រកាសនេះហត្ថលេខាត្រឹមតែប្រធានមន្ត្រីបានណាមិនបាច់មានរបាយការណ៍វែងឆ្ងាយរហូតដល់អភិបាលរាជធានីខេត្តទេព្រោះជាបានកម្មសិទ្ធិគ្រាន់តែជាឯកសារថតចម្លងទេសៀវភៅគោលបញ្ជីបានជាឯកសារគោលបាទរឿងអីដែលយើងត្រូវប្រើពេលរហូតដល់45ថ្ងៃនៅក្នុងអនុក្រឹត្យ48យើងចេះកាត់ពេលវេលាពី30មក15ពី15មក7យល់មិនដឹងរឿងអីទុតិយតាយើងមិនអាចកាត់ចឹងបានបាទអញ្ចឹងខ្ញុំស្នើសុំអញ្ចឹងហើយមួយទៀតអំពីករណីទុតិយតាដែលមានសេចក្តីសម្រេចរបស់តុលាការហើយមានន័យថាតុលាការគេសម្រេចហើយមានករណីខ្លះកូនបំណុលអត់ប្រគល់បានមកឲ្យម្ចាស់បំណុលទេអានឹងវាមានទូទាំងប្រទេសវាមិនមែនថា99ទេវា100%តែម្ដងអញ្ចឹងនីតិវិធីតុលាការក៏ស្ទះនីតិវិធីយើងក៏ស្ទះអញ្ចឹងអាការងារហ្នឹងគឺថាសូមឲ្យមន្ត្រីទាំងអស់ចេញប្រកាសរយៈពេល7ថ្ងៃហ្នឹងគឺប្រកាសបដិសេធបាននឹងជួលដំណឹងជាសាធារណៈរយៈពេល7ថ្ងៃហើយយើងនឹងចេញទៅតាមការសម្រេចរបស់តុលាការតែម្ដងបាទអញ្ចឹងអំពីការសម្រេចរបស់តុលាការទៅលើករណីទុតិយតា